រឿងព្រះអនុរុទ្ធនិងសុមនៈសាមណេរការចែកបុណ្យដល់អ្នកដទៃត្រូវបានបត់មួយជាពីរមកវិញក្នុងសាសនាព្រះសម្ពុទ្ធបទុមមុត្តរៈមានកុលបុត្រម្នាក់បានឃើញភិក្ខុមួយរូបដែរព្រះពុទ្ធបទុមមុត្តរៈតាំងជាអេតតកៈខាងទៅបច្ចៈខុក្នុងកណ្ដាលទីប្រជុំពុទ្ធបរិស័ទហើយក៏មានចិត្តជ្រះថ្លាចង់បានឋានៈដូចភិក្ខុនោះទើបត្រឡប់មកផ្ទះវិញចាត់ចែងចង្ហាន់ប្រគេនភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធានហើយតាំងសេចក្តីប្រាថ្នាថាខ្ញុំព្រះអង្គសូមឲ្យបានជាអ្នកប្រសើរជាងភិក្ខុមានទៅបច្ចៈខុទាំងអស់ក្នុងអនាគតកាលព្រះពុទ្ធបទុមមុត្តរៈទ្រង់ជ្រាបថានឹងបានសម្រេចទើបទ្រង់ព្យាករថានៅ100,000កាប់ទៀតអ្នកនឹងបានជាព្រះថេរៈឈ្មោះអនុរុទ្ធប្រសើរជាងភិក្ខុមានទៅបច្ចៈខុក្នុងសាសនាព្រះគោតមកុលបុត្រនោះលុះអស់អាយុបានទៅកើតទេវលោកនិងមនុស្សលោកសោយសេចក្តីសុខជាយូរអង្វែងចំនួន100,000កាប់ដល់មកខាងដើមនៃផតកាប់នេះបានមកកើតក្នុងត្រកូលអ្នកកំសត់មានឈ្មោះថាអនភិរៈនៅអាស្រ័យជាមួយសមណសេដ្ឋីក្នុងក្រុងពេរាណសីថ្ងៃមួយមានព្រះបច្ចេកពុទ្ធមួយព្រះអង្គនៅភ្នំកន្ធមាត្រព្រះនាមឧបរិទ្ធទើបនឹងចេញអំពីនិរោធសមាបត្តិពិចារណារកទីទៅបណ្ឌបាតបានឃើញអនភិរៈបរោះទើបនឹងរែកស្មៅមកអំពីព្រៃជាបរោះគួរលោកជួយសង្គ្រោះទើបឃ្លុំជីវរនិមន្តទៅដោយរឹតអនភិរៈបរោះក្រឡេកឃើញព្រះបច្ចេកពុទ្ធហើយមានសេចក្តីជ្រះថ្លាសួរថាលោកម្ចាស់បានចង្ហាន់ខ្លះឬនៅអ្នកមានបុណ្យធំអាត្មាគង់នឹងបានឥឡូវនេះបរោះនោះដាក់អំរែកអំពីស្មារត់សំដៅទៅផ្ទះខ្លួនសួរភរិយាថាណែនាងបាយដែលទុកបំរុងបងមានហើយឬនៅចាមានហើយទើបរត់ទៅទទួលយកបាតពីព្រះបច្ចេកពុទ្ធយកមកដាក់ចង្ហាន់បានគិតថាកាលអញចង់ឲ្យទានគ្មានទេយ្យធម៌កាលបើមានទេយ្យធម៌គ្មានអ្នកទទួលឥឡូវនេះអញមានលៀបធំណាស់ទេយ្យធម៌ក៏មានអ្នកទទួលក៏មានព្រមគ្នាតែម្ដងលុះដាក់ចង្ហាន់ពេញបាតយកទៅប្រគេនព្រះបច្ចេកពុទ្ធរួចហើយតាំងសេចក្តីប្រាថ្នាថាខ្ញុំព្រះអង្គសូមកុំឲ្យឮពាក្យថាគ្មានឲ្យសោះចាប់អំពីពេលនេះទៅព្រះបច្ចេកពុទ្ធអនុមោទនាថាសូមឲ្យអ្នកអនអ្នកភិរៈបានសម្រេចដូចប្រាថ្នាចុះហើយនិមន្តចេញទៅខណៈនោះមានសេចក្តីអស្ចារ្យកើតឡើងដោយឮសំឡេងទេវតាដែលរក្សាស្វេតឆ័ត្រសមណសេដ្ឋីស្រែកបន្លឺសពសាធុការអស់វរៈ3ដងថាទានដែលអនអ្នកភិរៈបានថ្វាយចំពោះព្រះបច្ចេកពុទ្ធព្រះនាមឧបរិទ្ធជាទានមានផលធំបំផុតសេដ្ឋីសួរទេវតាថាខ្ញុំបានឲ្យទានច្រើនណាស់ដែរអ្នកមិនដែលឃើញទេឬទេវតាប្រាប់ថាខ្ញុំឲ្យសពសាធុការនេះមិនមែនចំពោះទានលោកទេខ្ញុំឲ្យដោយសេចក្តីជ្រះថ្លាចំពោះអនភិរៈទេតើសេដ្ឋីនឹកថាអញឲ្យទានច្រើនណាស់ទេវតាមិនដែលឲ្យពរម្ដងសោះឯអនភិរៈនៅជាមួយអញរស់ដោយសារអញមិនដេចក៏ទេវតាឲ្យពរក្នុងពេលដែលវាទៅនឹងឲ្យទានម្ដងប្រហែលជាទានវាមានផលច្រើនគិតដូច្នេះហើយក៏សូមចំណែកបុណ្យអំពីអនភិរៈអនភិរៈមិនព្រមចែកឲ្យសេដ្ឋីហ៊ានទិញបុណ្យរហូតដល់1000កហបណៈអនភិរៈនៅតែមិនឲ្យទៀតពេលនោះអនភិរៈពិបាកចិត្តដោយសារសេដ្ឋីចេះតែអង្វរទិញបុណ្យញយពេកក៏ទៅថ្វាយបង្គំសួរព្រះបច្ចេកពុទ្ធថាបុណ្យដែលខ្ញុំបានធ្វើហើយបើចែកឲ្យអ្នកដទៃតើបុណ្យនោះអស់ទៅឬនៅសល់ខ្លះដែរព្រះបច្ចេកពុទ្ធប្រាប់ថាមនាលអនភិរៈបុណ្យដែលបុគ្គលបានធ្វើហើយបើបានឧទ្ទិសចែកឲ្យទៅអ្នកដទៃបុណ្យនោះរឹតតែកើនចម្រើនឡើងទ្វេមួយជាពីរមិនចេះខ្វះក្រឡាស់អស់ទៅឡើយលុះបានស្ដាប់យ៉ាងនេះហើយទើបព្រមចែកបុណ្យឲ្យសេដ្ឋីមានចិត្តត្រេកអរបានបូជាអនភិរៈដោយកហបណៈយ៉ាងច្រើនឯព្រះចៅព្រះរាណសីកាលបើបានដឹងថាអនភិរៈបានធ្វើបុណ្យហើយមានពួកទេវតាមានចិត្តត្រេកអរជួយឲ្យពរដូច្នោះមានប្រតិជ្រះថ្លាចាត់រាជបរោះឲ្យហៅអនភិរៈមក
ហើយទ្រង់ព្រះរាជទានភោគៈជាច្រើនតែងតាំងជាសេដ្ឋីក្នុងពេលនោះអនភិរៈសេដ្ឋីមានសេចក្តីគោរពរាប់អានសមណៈសេដ្ឋីដែលខ្លួនធ្លាប់រស់នៅជាមួយដូចជាមេដាបៃតាឯសមណៈសេដ្ឋីក៏មានសេចក្តីស្រឡាញ់រាប់អានវិញក្នុងឋានៈជាមិត្តយ៉ាងស្និទ្ធស្នាលតែងបបួលគ្នាធ្វើបុណ្យទានដល់រាមដល់អស់ជីវិតរៀងខ្លួនអ្នកទាំងពីរបានទៅកើតក្នុងទេវលោកនិងមនុស្សលោកដោយសេចក្តីសុខជាយូរអង្វែងលុះមកដល់ពុទ្ធកាលនេះអនភិរៈបានមកចាប់បដិសន្ធិក្នុងអទូរព្រះរាជាយារបស់ព្រះអង្គម្ចាស់អមិន្តោតនៈនាក្រុងកបលភស្មាននាមថាអនុរុទ្ធកុមារថ្ងៃមួយពួកក្សត្រសក្យៈទាំង6អង្គនាំគ្នាក្រសាលក្បែរអង្គញ់ភ្នាលដាក់នំថាបើអ្នកណាចាញ់អ្នកនោះត្រូវយកនំមកចែកគ្នាសោយអនុរុទ្ធកុមារលែងចេះតែចាញ់គេបានប្រើរាជបំរើឲ្យទៅយកនំអំពីព្រះមេដាអស់វិរៈ3ដងអនុរុទ្ធកុមារលែងចេះតែចាញ់គេបានប្រើរាជបំរើឲ្យទៅយកនំអំពីព្រះមេដាអស់វិរៈ3លើកដល់លើកទី4ព្រះមេដាប្រាប់ថាគ្មានទេអ្នកបំរើត្រឡប់មកទូលអនុរុទ្ធកុមារថានំគ្មានទេអនុរុទ្ធកុមារប្រើឲ្យទៅយកនំគ្មាននោះមកព្រោះព្រះអង្គម្ចាស់នេះព្រះរាជមេដាបៃតាថ្នាក់ថ្នមណាស់បរិបូរដោយសេចក្តីសុខដូចជាទេវតាមិនធ្លាប់ឮពាក្យថាគ្មានសោះឡើយកាលដែលអ្នកបំរើទៅយកនំគ្មានព្រះមេដាក៏ឲ្យភាជន៍មាសទទេមកខណៈនោះទេវតាដែលរក្សាព្រះនគរគិតថាព្រះរាជកុមារនេះមានបុណ្យធំបានធ្វើហើយពីអតីតជាតិប្រាថ្នាមិនឲ្យជួបនឹងការគ្មានឲ្យស្គាល់តែការមានដូច្នេះអញត្រូវយកនំទឹកដាក់ក្នុងភាជនៈទទេនេះឲ្យពេញបើមិនធ្វើយ៉ាងនេះទេក្បាលអញត្រូវបែកជា7ភាគទេវតាក៏ដាក់នំទឹកក្នុងភាជមាសនោះទៅអ្នកបម្រើយកភាជទៅថ្វាយបើគម្របឡើងស្រាប់តែឃើញនំពេញមានក្លិនក្រអូបឈ្ងុយពេញនគរទាំងមូលក្សត្រទាំង6អង្គក៏នាំគ្នាសោយអស់ទៅចំណែកអនុរុទ្ធកុមារបានសោយនំទឹកដែលមានរសជាតិឆ្ងាញ់នោះហើយគិតថាព្រះមេដាប្រហែលមិនស្រឡាញ់អញទេបានជាមុនមកមិនដែលធ្វើនំគ្មានឲ្យអញស៊ីសោះដល់ពេលយាងទៅដំណាក់វិញក៏សួរព្រះមេដាថាព្រះមេដាមិនស្រឡាញ់បុត្រទេឬព្រះមេដាប្រាប់ថាណែបាសពថ្ងៃមេដាស្រឡាញ់ជាងសាច់ឬហរតីមេដាទៅទៀតអនុរុទ្ធកុមារសួរថាបើមេដាស្រឡាញ់ដល់ម្លោះហេតុអីពីដើមមកមិនដែលធ្វើនំគ្មានឲ្យបុត្រញ៉ាំសោះពីថ្ងៃនេះទៅបុត្រមិនញ៉ាំនំដតីទេញ៉ាំតែនំគ្មាននោះឯងព្រះមេដាស្ដាប់ហើយឆ្ងល់ណាស់តែមិនមានបន្ទូលឲ្យបុត្រដឹងលុះបុត្រចាក់ចេញផុតទៅហៅបំរើមកសួរអ្នកបំរើទូលថាកាលទូលបង្គំយកភាជទៅដល់ហើយបើគម្របឡើងស្រាប់តែឃើញនំពេញនំនោះមានក្លិនក្រអូបឈ្ងុយណាស់ព្រះនាងយល់ភ្លាមថាបុត្រមានបុណ្យណាស់បើនៅគ្រប់គ្រងផ្ទះមិនទៅបួសទេទេវតានឹងឲ្យនំទឹកនោះសោយរហូតតទៅលុះដល់ពេលអនុរុទ្ធកុមារមានវ័យពេញកំឡោះហើយបានទៅបួសក្នុងសំណាក់ព្រះសាស្តាបានសម្រេចព្រះអរហត្តផលបរិបូរណ៍ដោយវិជ្ជា3អាចប្រមើលមើលពួកសត្វដោយទិព្វចក្ខុបាន10,000លោកធាតុពួកកាយវិសេសជាងភិក្ខុអ្នកមានភ្នែកទិព្វទាំងអស់ព្រះសម្ពុទ្ធបានប្រកាសកណ្ដាលបរិស័ទតាំងជាអេតតកៈខាងទិព្វចក្ខុលោកបានសម្រេចដោយសេចក្តីប្រាថ្នាដែលលោកបានធ្វើក្នុងសាសនាព្រះពុទ្ធបរមមុត្តរៈនោះមែនសម័យមួយព្រះអនុរុទ្ធនាថេរបានពិចារណាមើលដោយទិព្វចក្ខុរកសមណសេដ្ឋីជាសម្លាញ់របស់លោកពីអតីតជាតិបានឃើញទៅកើតក្នុងផ្ទះមហាពុណឧបាសកនាស្រុកពុណនិគមមានឈ្មោះថាចូលសមណៈមិនជ្រាបថាមានឧបនិស្ស័យគួរបានសម្រេចអរហត្តឡើយដល់ពេលចិត្តចូលវស្សាក៏និមន្តទៅតាមអាកាសឈប់ក្បែរស្រុកនោះមហាពុណឧបាសកធ្លាប់ស្គាល់គ្នាពីភពមុនមកក្នុងកាលដែលគាត់ជាបិតារបស់សមណសេដ្ឋីនោះគ្រាន់តែបានឃើញព្រះអនុរុទ្ធថាថេរ
ក៏មានចិត្តរីករាយដូចជាធ្លាប់ស្គាល់ច្បាស់ណាស់បានប្រាប់ចូលលក្ខសុមនៈកុមារជាកូនថាណែកូនលោកម្ចាស់របស់អញនិមន្តមកហើយឯងទៅទទួលបានអំពីលោកយកមកអញក្រាលអាសនៈកាលបើបានចាត់ចែងផាត់ប្រកេនស្រេចហើយមហាពុណៈឧបាសកបានបវរណានិមន្តចាំវសាក្នុងទីនោះព្រះអនុរុទ្ធព្រមទទួលគង់ចាំវសាអស់ត្រៃមាសក្នុងទីនោះឯងលុះចេញវសាហើយឧបាសកបានយកគ្រឿងបរិក្ខារមានត្រៃជីវរជាដើមទៅប្រកេនព្រះអនុរុទ្ធមិនព្រមទទួលឧបាសកបវរណាទៀតលៀបនេះត្រូវបានចំពោះភិក្ខុដែលចាំវសាអស់ត្រៃមាសក្នុងទីនេះហើយសូមលោកម្ចាស់ទទួលដោយសេចក្តីអនុគ្រោះព្រះអនុរុទ្ធតបថាអាត្មាមិនត្រូវការវត្ថុនេះទេព្រោះសាមណេរដែលជាកបិយការកៈរបស់អាត្មាពុំតាន់មានឧបាសកក៏និមន្តឲ្យបំបួសចូលលក្ខសមនៈកុមារដែលមានអាយុ7ឆ្នាំជាសាមណេរដើម្បីបានធ្វើជាអបិយការកៈព្រះថេរៈបានស្របតាមបំណងហើយក៏បំបួសចូលលក្ខសមនៈកុមារដែលត្រូវជាសម្លាញ់របស់លោកពីអតីតជាតិកាលកើតជាសមណសេដ្ឋីក្នុងពេលនោះឯងមានសេចក្តីអស្ចារ្យថាកាលចូលលក្ខសមនៈកុមារបានឲ្យគេកោសក់រួចហើយក៏បានសម្រេចអរហត្តផលភ្លាមបរិបូរដោយអធិឫទ្ធិមាននាមថាសមណសាមណេរ